សួស្តីប្រិមត្ត Vertex សូមស្វាគមន៍មកកាន់វគ្គទី4នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី USDT ថាតើវាជាអ្វីហេតុអ្វីវាត្រូវបានបង្កើតឡើងនិងប្រើប្រាស់សម្រាប់អ្វីតោះចាប់ផ្ដើម USDT ឬ Tether គឺជារូបិយប័ណ្ណ Digital មួយប្រភេទដែលហៅថា Stablecoin វាត្រូវបានបង្កើតឡើងនៅឆ្នាំ2014ដោយក្រុមហ៊ុន Tether Limited អ្វីដែលពិសេសគឺតម្លៃរបស់ USDT ត្រូវបានភ្ជាប់ជាមួយប្រាក់ដុល្លារអាមេរិកដែលមានន័យថា1 USDT ស្មើនឹង$1ជានិច្ច USDT ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលតម្លៃនៃរូបិយប័ណ្ណ Digital ដូចជា Bitcoin និង Ethereum អ្នកប្រើប្រាស់ចង់បានរូបិយប័ណ្ណមួយដែលមានស្ថិរភាពនិងអាចប្រើបានដោយប្រាក់ពិតនៅក្នុងពិភព Crypto ដោយមិនបានបាត់បង់តម្លៃភ្លាមៗ USDT ត្រូវបានប្រើជាចម្បងសម្រាប់ការជួញដូរនៅលើទីផ្សារ Crypto ព្រោះវាជួយអ្នកវិនិយោគផ្លាស់ប្ដូររវាងរូបិយប័ណ្ណផ្សេងៗបានលឿនវាក៏ត្រូវបានប្រើសម្រាប់ការផ្ទេររវាងកាបូប Digital ឬទិញតំណែងនិងសេវាកម្មដែលទទួលយក Stablecoin នេះហើយជា USDT តែអ្នកគិតយ៉ាងម៉េចសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណនិងជួបគ្នាលើកក្រោយ